ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំប្រាប់ឲ្យអ៊ីស្រាអែលឈប់ទម្លាក់គ្រាប់បែកលើហ្គាហ្សាភ្លាមក្រោយហាម៉ាស់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រាប់អ៊ីស្រាអែលថាត្រូវតែឈប់ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាភ្លាមបន្ទាប់ពីក្រុមហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់និងឯកភាពលើលក្ខខណ្ឌមួយចំនួនដើម្បីពន្លត់ភ្លើងសង្គ្រាមបង្ហោះសារលើបណ្ដាញសង្គមទ្រុសស៊ូសកាលពីថ្ងៃសុក្រទី3 ខែតុលាឆ្នាំ2025ប្រមុខសេតវិមានសរសេរថាក្រុមហាម៉ាស់បង្ហាញថាពួកគេត្រៀមរួចជាស្រេចសម្រាប់សន្តិភាពដ៏យូរអង្វែងប៉ុន្តែពេលនេះនៅចាំតែរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេដានយ៉ាហ៊ូប៉ុណ្ណោះលោកបន្តថាអ៊ីស្រាអែលត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកលើហ្គាហ្សាភ្លាមដូច្នេះយើងអាចទទួលយកចំណាប់ខ្មាំងដោយសុវត្ថិភាពនិងឆាប់រហ័សយើងត្រៀមរួចជាស្រេចក្នុងកិច្ចពិភាក្សាលើព័ត៌មានលម្អិតហើយវាមិនមែនតែហ្គាហ្សាតែមួយទេប៉ុន្តែនេះគឺពាក់ព័ន្ធនឹងការស្វែងរកសន្តិភាពដ៏ស្ថិតស្ថេរយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ាតែម្ដងជុំវិញរឿងនេះដែរបើយោងតាមការបញ្ជាក់ពីក្រុមហាម៉ាស់ខ្លួនយល់ព្រមដោះលែងអ្នកទោសអ៊ីស្រាអែលទាំងអស់ទាំងរស់និងស្លាប់យោងតាមរូបមន្តដោះប្ដូរដែលមានកំណត់នៅក្នុងសំណើរបស់ប្រធានាធិបតីត្រាំហើយខ្លួនបន្តកិច្ចព្រមព្រៀងក្នុងការប្រគល់ការគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបទៅឲ្យស្ថាប័នឯករាជ្យប៉ាឡេស្ទីនដោយផ្អែកលើការឯកភាពជាតិប៉ាឡេស្ទីននិងការគាំទ្រពីអារ៉ាប់និងអ៊ីស្លាមសេចក្តីប្រកាសរបស់លោកត្រាំធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះព្រមានអំពីនរោអវិជ័យប្រសិនបើក្រុមហាម៉ាស់បដិសេធផែនការសន្តិភាពដែលគាត់បង្ហាញជាមួយលោកនេតានយ៉ាហ៊ូលោកត្រាំបានចេញឱសាននូវៀតដល់ក្រុមហាម៉ាស់ថាពួកគេត្រូវតែទទួលយកកិច្ចព្រមព្រៀងសន្តិភាពត្រឹមល្ងាចថ្ងៃអាទិត្យបើមិនដូច្នោះទេនឹងត្រូវប្រឈមមុខជាមួយផលវិបាកយ៉ាងធ្ងន់ធ្ងរសូមជម្រាបជាថ្មីវិបត្តិមនុស្សធម៌នៅហ្គាហ្សាកាន់តែធ្ងន់ធ្ងរដោយក្រសួងសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ថាមានមនុស្សស្លាប់ជាង55,000 នាក់ដែលភាគច្រើនជាស្ត្រីនិងកុមារចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលបានចាប់ផ្ដើមខណៈអ្នកជំនាញនិយាយថាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយណាស់